ជំរាបសួរក៏ដូចជាសួស្តីម្ដងទៀតអញ្ចឹងនៅក្នុងវគ្គនេះខ្ញុំនឹងប្រាប់អំពី tool AI មួយចំនួនដែលមានបងប្អូនខ្លះគាត់អត់ទាន់បានស្វែងយល់ហើយក៏មានគ្នាយើងខ្លះទៀតដែលអត់ទាន់បានសិក្សាស្វែងយល់ថាតើគោលបំណងនៅក្នុងការប្រើប្រាស់ Canva AI នេះតើគេមានបំណងអីហើយថាតើការប្រើប្រាស់នៅក្នុង tool Canva នេះនឹងជួយអ្វីខ្លះដល់យើងដែលជាអ្នក design ហើយនឹង Canva tool AI មួយចំនួនដែលយើងប្រើប្រាស់ហ្នឹងតើនឹងអាចជួយយើងនៅក្នុងការសម្រួលការងារអីខ្លះសម្រាប់ការ design ហើយនឹងពន្លឿននៅក្នុងការងារផ្សេងៗអញ្ចឹងមុនពេលដែលយើងអាចចូលទៅក្នុងកម្មវិធី Canva AI នឹងបានយើងត្រូវដឹងថាតើCanva AI នេះជួយយើងអីខ្លះហើយថាតើគោលបំណងក្នុងការប្រើប្រាស់ AI ដើម្បីជួយក្នុង tool Canva នេះជួយក្នុងគោលបំណងអីជួយយើងក្នុងគោលបំណងនៅក្នុងការឆ្លើយសំណួរជួយយើងនៅក្នុងការដោះស្រាយលំហាត់ឬមួយក៏ជួយយើងនៅក្នុងការបង្កើតជា key ខ្លីៗឬក៏គន្លឹះខ្លីៗដើម្បីជួយយើងនៅក្នុងការសម្រួលក្នុងការ design តើឥឡូវយើងចូលជាមួយនឹងកម្មវិធី Canva របស់យើងទាំងអស់គ្នាបន្តយើងមើលពាក្យខាងឆ្វេងបាទហើយយកពាក្យថា Canva AI បន្តមកទៀតយើងមានជាមួយនឹង tool ជាច្រើនក្នុងនេះគឺមានដូចជា create student activity design image document ឬក៏គេហៅថា doc មាន code មាន video clip ហើយគឺយើងមានប៊ូតុងមួយទៀតគេហៅថា add something to your request សម្រាប់ថា add បន្ថែមទៀតជាមួយនឹងការស្នើសុំរបស់យើងមានអីខ្លះមានដូចជាការ upload ជាមួយ from Canva upload ជាមួយ apply brand import AI quantity premium ឬក៏ផ្សេងអញ្ចឹងយើងចូលទៅក្នុងការ create ជាមួយនឹង student activity បាទយើងចុចប៊ូតុងនៅមួយមកបាទអញ្ចឹងពេលណាដែលយើងចុចប៊ូតុងនេះមួយយើងមាន tool មួយទៀតយើងមានប្រភេទគេហៅថា category មានថាបើយើងគិតមកមានដូចជាគេហៅថា preschool មានដូចជាthird grade second third អីចឹងមកចាំមានថាចាប់ពីថ្នាក់ទី1ដល់ទី12អញ្ចឹងឧទាហរណ៍ថាឥឡូវយើង create ជាមួយនឹងថ្នាក់ទី10เนาะបាទ10 grade នេះបន្តមកទៀតយើងមានជាមួយនឹង subject បងនេះចង់ធ្វើពីអីឬក៏យើងដែលជាអ្នក design ចង់ធ្វើពីអីអញ្ចឹងមានដូចជា ELA មាន Science មាន Math មាន Art មាន Biology មានជាមួយនឹង Chemistry បាទមាន Civil មាន Economic មាន Art មាន Health មាន Story មាន Music Physics ឬក៏ផ្នែកផ្សេងៗទៀតដូចជា Technology ជាដើមអញ្ចឹងយើងសូមចូលជាមួយនឹង Science ទៅចុះឬក៏កុំឲ្យនេះយើងចូលជាមួយ Technology เนาะបាទ Technology បន្តមកទៀត Learning about purpose ចឹងមានថាបើយើងចង់រៀនពីអីរៀនអំពីការ understanding មានជាមួយនឹងការ apply មានថាការ analytic ជាមួយនឹង evaluate ឬក៏ការ create អញ្ចឹងយើងចូលជាមួយនឹងការ develop នេះគឺមានថា understanding ឬក៏ create ឥឡូវយើងសូម create មកតើ create នឹង create អីអញ្ចឹងមានថាគេឲ្យយើង describe topic your student ហើយបន្តមកទៀត avail work on អញ្ចឹងឥឡូវយើងដំបូងនេះយើងមិនបាច់ចាំទៅនេះច្រើនទេយើងគាត់ទៅដាក់ test មួយមក test មួយយើងចង់ថាគោលបំណងនៅក្នុង purpose នីមួយៗហ្នឹងគេឲ្យយើងរៀនអំពីអីទើបយើងដឹងថាតើ Canva ហ្នឹងគឺជួយយើងនៅក្នុងការធ្វើអីបាទអញ្ចឹងវាបង្ហាញមកជាមួយនឹងការ creativity ក្នុងនេះមានដូចជា virtual corporation or digital test tool បាទអញ្ចឹងឥឡូវយើងចង់ដឹងថាគេប្រាប់យើងអំពីអីយើងចូលវាមួយនៅក្នុងនឹងមកបាទអញ្ចឹងវាថា generate អញ្ចឹងបន្ទាប់ពី generate មកគឺបង្ហាញអីមានថា evaluate digital evaluating digital បាទអញ្ចឹងគេថាគេបង្ហាញជាមួយនឹងផ្នែកមួយឲ្យយើងអញ្ចឹងមានថាតើតើយើងចូលទៅក្នុងនឹង tool នីមួយគោលដឹងពីគោលបំណងនៅក្នុងការប្រើប្រាស់ឬក៏យើងសាកល្បងសិនតើជួនកាលយើងអត់ដឹងថាតើ Canva AI នោះឲ្យយើងធ្វើអីទេហើយក៏អត់ដឹងថា tool មួយចំនួនហ្នឹងជួយយើងនៅក្នុងការបង្កើតអ្វីមួយឲ្យជាក់លាក់ផងដែរអញ្ចឹងយើងមានតែវិធីរបស់យើងគឺមានតែចូលទៅ test មួយសិនថាយើងតើCanva នោះជួយយើងនៅក្នុងការបង្កើតអ្វីខ្លះទើបយើងអាចបង្កើតជាមួយនឹងគោលបំណងផ្សេងហើយយើងអាច test វានីមួយមកថាតើពេលដែលគេបង្កើតមកហ្នឹងគឺ tool នីមួយហ្នឹងគឺជួយយើងនៅក្នុងការបង្កើតការងារជាក់ស្ដែងអ្វីខ្លះបានយើងអាចយកទៅប្រើទៅតាមគោលបំណងនៅផ្នែកនីមួយផ្នែកសំខាន់ឬក៏ផ្នែកនីមួយនោះឲ្យយើងអាចដឹងថាយើងចង់បង្កើតអំពីអីអញ្ចឹងដល់ពេលណាដែលយើង click មកនេះមានដូចជា digital ហ្នឹងវាថាវាចូលទៅជាលក្ខណៈ whiteboard whiteboard គឺលក្ខណៈគេហៅថា
ជា diagram ផ្សេងៗនៅក្នុងការបង្កើតសំណួរឬក៏ផ្នែកសំខាន់ផ្សេងទៀតអានេះគឺនៅក្នុងផ្នែកនៅក្នុងការ design ជាមួយនឹង creativity នៅក្នុង Canva AI របស់យើងនឹងអញ្ចឹងយើងបានបង្កើត project មួយហើយយើងអាច add ជា assign lesson ផ្សេងជាយើងចូលទៅក្នុង Canva AI របស់យើងបន្តទៀតហើយយើងមើលមកថាតើ subject របស់យើងគេឲ្យយើងបង្កើតពីអីអញ្ចឹងយើងអាច test ចូលនីមួយៗហើយយើងទៅស្វែងយល់ពីផ្នែកសំខាន់ដែលគេចង់ឲ្យយើងបង្កើតតោះឥឡូវយើងចូលទៅជាមួយទៀតជាមួយនឹងប៊ូតុងទី2ពាក់ព័ន្ធជាមួយនឹងការ design អញ្ចឹងការ design នេះគឺយើងបានសិក្សាខ្លះរួចមកហើយពាក់ព័ន្ធជាមួយនឹងការបង្កើតជាមួយនឹង social media ការបង្កើតជាមួយនឹង slide presentation ឬក៏ marketing ឬក៏ការ invitation ឬក៏ logo ជាដើមអញ្ចឹងឥឡូវខ្ញុំសូមចូលមួយពាក់ព័ន្ធជាមួយនឹង social media របស់យើងដែលយើងចង់បង្កើតទៅលើអីបាទអញ្ចឹង tool ទាំងអស់នេះគឺគេនឹងប្រាប់យើងថាតើ Canva AI របស់យើងឬក៏ tool ទាំងនេះ social media យើងអាចបង្កើតលើអីបានពីមុនគឺយើងបង្កើតជាមួយនឹង Facebook cover បាទ Facebook post Instagram post ឬក៏ Instagram story ឬក៏ Pinterest pin ឬក៏ Twitter post ឬក៏ YouTube banner ឬក៏ YouTube thumbnail ពីមុនគឺយើងចូលទៅជាមួយនឹងបាទផ្នែកអីគេដែរបាទយើងចូលទៅជាមួយនឹងការ create បន្តមកទៀតគឺយើងចូលជាមួយនឹង social media ហើយយើងប្រើប្រាស់ជាមួយនឹងការបង្កើត thumbnail របស់យើង YouTube បាទអញ្ចឹងមកបន្តមកទៀតយើងចូលទៅក្នុងការ search ជាមួយ template ផ្សេងៗឬក៏ generate ជាមួយនឹងផ្នែក generate មួយផងដែរដើម្បីយើងអាចបង្កើតបានឧទាហរណ៍ថាខ្ញុំយកជាមួយនឹង description របស់យើងស្វែងរកជាមួយនឹង tag បាទ tag មួយមកអូខេ tag មួយអញ្ចឹងយើងបានបង្កើតជាមួយនឹង thumbnail មួយเนาะបាទនេះគឺជាការបង្កើត thumbnail ដែលប្រើប្រាស់ជាមួយនឹង template នៅក្នុងកម្មវិធី Canva របស់យើងរួចចុះបើយើងទៅ save prompt ដើម្បីបង្កើតវិញឧទាហរណ៍ថាយើងចូលទៅក្នុងកម្មវិធី Canva របស់យើងហើយយើងចូលជាមួយនឹង thumbnail ហើយបន្តមកយើងទៅ save prompt ឥឡូវយើងទៅ save prompt មកយើងចង់ design ពីអីអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងបង្កើតជាមួយនឹង thumbnail បង្កើតជាមួយនឹងផ្នែកផ្សេងទៀតមិនមែនមានតែ thumbnail ទេ category របស់យើងមានដូចជា Instagram post ប៉ុន្តែការបង្កើតនៅទីនេះគឺយើងបង្កើតជាមួយនឹងការប្រើប្រាស់ជាមួយនឹងពាក្យបញ្ជាឬគេហៅថា prompt នឹងឯងเนาะបាទនេះគឺជាការបង្កើត Facebook cover ឬក៏ផ្នែកសំខាន់ៗនេះគឺតាមរយៈការប្រើប្រាស់ prompt តាមរយៈការ design របស់យើងបាទសង្ឃឹមអត់តទាំងអស់គ្នាណាហើយបន្តមកទៀត presentation នេះគឺជាកន្លែងដែលយើងបង្កើត slide ប៉ុន្តែការបង្កើត slide នោះគឺពីមុនយើងបង្កើតជាមួយនឹងដូចគ្នាបើយើងចូលជាមួយនឹងបង្កើត slide យើងបញ្ចូលទៅក្នុង presentation នៅក្នុងការបង្កើត create របស់យើងមកហើយយើងចូលជាមួយនឹងpresentation តបមកទៀតគឺយើងប្រើជាមួយនឹងtemplate ផ្សេងៗតាមគោលបំណងរបស់យើង search តាមអ្វីដែលយើងចង់បានហើយយើងដាក់ជាមួយនឹង presentation របស់យើងមកនេះ slide មកអញ្ចឹងមកយើង add ចូលមក apply បានជាមួយនឹង slide ចំនួន17សន្លឹកเนาะបាទអញ្ចឹងយើងបាន slide ផ្សេងៗគ្នាបាទយើងបាន slide ទាំងអស់គ្នាផ្សេងៗនឹងមករួចទៅមកទៀតយើងចូលទៅក្នុង Canva របស់យើងវិញប៉ុន្តែយើងចូលជាមួយនឹងការបង្កើតដោយប្រើប្រាស់ជាមួយនឹង prompt វិញអញ្ចឹងលោកគ្រូសូមយកជាមួយនឹងខ្ញុំសូមយកកន្លែង education បន្តមកទៀត style របស់យើងសូមយកជាទូទៅធម្មតាចុះ digital ហើយសម្រាប់ blank របស់យើងគឺចាប់ពី1ទៅ5 slide ដាក់ប្រធានបទ slide របស់យើងគឺ Canva AI ឧទាហរណ៍ណាបាទ Canva AI មកអញ្ចឹងយើង generate អញ្ចឹងបន្តមកទៀតគឺ Canva នឹងជួយយើងនៅក្នុងការបង្កើត slide របស់យើងមានចំនួន5សន្លឹកពាក់ព័ន្ធជាមួយនឹង Canva AI របស់យើងនេះអញ្ចឹងយើងបានប្រធានបទផ្សេងៗហើយយើងអាចបង្កើតទៅជាមួយនឹងប្រធានបទរបស់យើងហើយយើង click generate slide របស់យើងមកអញ្ចឹងយើងបង្កត់ជាទូបាន slide ចំនួន5សន្លឹកដែលពាក់ព័ន្ធជាមួយនឹងប្រធានបទ Canva AI របស់យើងអូខេនេះគឺជា slide ដែលគឺកំពុងតែ generate ចេញមកហ្នឹងគឺយើងបានជាមួយនឹង slide ផ្សេងៗហើយយើងចូលទៅជាមួយនឹងកម្មវិធី Canva របស់យើងឲ្យយើងងាយស្រួលនៅក្នុងការបង្កើតជាមួយនឹង slide របស់យើងនេះគឺ slide របស់យើងចេញមកហើយបាទនេះគឺយល់អំពីគំនិតនៅក្នុងការបង្កើត slide របស់យើងនៅក្នុងកម្មវិធី Canva AI តោះឥឡូវយើងបានបង្កើតជាមួយនឹង slide ហើយបានបង្កើតជាមួយនឹង digital ហើយបន្តមកទៀតយើង marketing ម្ដងហើយទីនេះយើងមាន category ជាច្រើនមានដូចជាការបង្កើតជាមួយនឹង business card flyer ឬក៏ infographic នៅក្នុងនេះឬក៏យើងបង្កើតជាមួយនឹង poster អ
ចឹងយើង click ជាមួយ poster ហើយបង្កើត poster មួយពាក់ព័ន្ធជាមួយនឹង Facebook post ទៅចុះឬក៏ផ្នែកផ្សេងៗទៀតឧទាហរណ៍ថា create បាទចឹងយើងសរសេរ prompt គឺពាក្យបញ្ជាពាក់ព័ន្ធជាមួយនឹងការ create social បាទ social post about អីគេមួយមក about smartphone ឬក៏ about Canva ទៅចុះเนาะបាទ Canva ចុះងាយបើយើងសាកមក create មកអញ្ចឹងតើ Canva នេះជួយយើងបង្កើតជាមួយនឹងអ្វីដែរបាទទីនេះគឺយើងបង្កើតជាមួយនឹងការប្រើប្រាស់Canva នេះគឺត្រួសទេเนาะបាទมันជាធំដុំអីទេអាចឲ្យបងប្អូននៅក្នុងការបង្កើតជាមួយនឹងផ្នែកផ្សេងៗបានដោយគ្រាន់តែយើងបង្កើតជាមួយនឹង prompt ក៏ចង់បញ្ជាក់ជូនថា prompt ទាំងអស់គឺពេលដែលយើងបង្កើតមកមានន័យថាមានគោលបំណងច្បាស់លាស់នៅក្នុងការសរសេរក្នុងការសរសេរហ្នឹងគឺមានថាឲ្យយើងដឹងថាតើយើងចង់បង្កើតពីអីពាក្យបញ្ជានោះគឺជាអ្វី color បែបណាទ្រង់ទ្រាយប៉ុណ្ណាទំហំយ៉ាងម៉េចផុសទៅលើជាមួយនឹងបណ្ដាញសង្គមអីដែរបាទនេះគឺជាលទ្ធផលដែលយើងបង្កើតបានហើយបើយើងចង់កែបន្តទៀតយើងអាចគ្រាន់តែ click ចូលជាមួយនឹងការ use ជាមួយនឹង Canva editor យើងអាចកែសម្រួលបានហើយអត់មានអីជាបញ្ហាអីទេបាទនេះគឺយើងចូលជាមួយនឹង Canva មួយគឺពាក់ព័ន្ធជាមួយនឹង marketing ឥឡូវយើងដកជាមួយនឹង marketing យើងចូលជាមួយនឹង card ហើយនឹង invitation វិញបាទយើងចូលមក invitation របស់យើងពាក់ព័ន្ធជាមួយនឹង card invitation បាទយើងបង្កើតជាមួយនឹង wedding មួយមកយើងដាក់ទៅនឹងមកវាធម្មតាគឺការ invite របស់យើងមានកម្មវិធីដូចជាកម្មវិធីមង្គលការកម្មវិធីឡើងផ្ទះឧទាហរណ៍នៅស្រុកយើងមានកម្មវិធីសម្រាប់បង្កក់កូនបាទកម្មវិធីផ្សេងៗទៀតដូចជាជូនបងប្អូនយើងទៅប្រទេសកូរ៉េបាទជូនកម្មវិធីប្រឡងជាប់ក្របខ័ណ្ឌប៉ូលីសឬក៏កម្មវិធីផ្សេងៗទៀតតាមអ្វីដែលយើងបានបង្កើតឬក៏ទាំងអស់គ្នាដែរអញ្ចឹងទៅពេលណាដែលយើងបង្កើតមកចង់និយាយសំទោសគឺចង់បញ្ជាក់ជូនថាការ invite នៅក្នុងកម្មវិធី Canva គឺវាពិបាកត្រង់ថាគឺគេ invite តាមបែបជាមួយនឹងលោកខាងលិចឬក៏អន្តរជាតិអញ្ចឹងបើសិនជាយើងចង់បានជាលក្ខណៈរបស់យើងតើយើងមានការសរសេរ prompt ឲ្យចេញលក្ខណៈបែបជា standard ឬក៏ជា standard ដែលយើងប្រើប្រាស់សម្រាប់យើងដែលជាប្រជាជនខ្មែររបស់យើងអញ្ចឹងយើង standard របស់យើងមានអីគេដែរមានដូចជាផ្កាភ្ញីផ្សេងក៏មិនខុសគ្នាដែរគឺនេះគឺជាអ្វីដែលយើងបង្កើតជាមួយនឹងកម្មវិធី Canva របស់យើងប៉ុន្តែនៅក្នុងកម្មវិធីទូទៅរបស់យើងជនជាតិរបស់យើងគឺវាថាយើងមានជាមួយនឹងស្រង់សម្បត្តិផងមានជាមួយនឹងការអញ្ជើញមានប្លង់ជាមួយនឹង map ដើម្បីណែនាំផ្លូវគាត់ដើម្បីកុំឲ្យគាត់ទៅខុសកន្លែងអានេះគឺជាលក្ខណៈទូទៅរបស់ខ្មែរយើងបាទអញ្ចឹងយើងអស់ហើយគឺមានជាមួយនឹង social media នេះហើយមួយទៀតគឺ logo នេះយើងបង្កើត logo create បាទ create អីគេបាទ create ជាមួយនឹង logo មួយបាទអីបាទ Canva เนาะបាទ Canva ប៉ុន្តែ Canva នេះគឺចង់ឲ្យបាន 3D Canva 3D បាទឥឡូវយើងសុំប៉ុណ្្នឹងសិនចុះបាទអញ្ចឹងlogo នីមួយៗគឺអត់តតែយើងប្រើប្រាស់ជាមួយនឹងពាក្យបញ្ជាច្បាស់លាស់បានយើងអាចបង្កើត logo បានស្អាតតែឥឡូវយើងសូមបង្កើត logo បែប 3D មួយមកក្នុងកម្មវិធី Canva របស់យើងនេះគឺបែបនេះឯងមិនមានអីច្រើនទេគឺគ្រាន់តែបង្វែរពីការ design ដោយប្រើប្រាស់ជាមួយនឹង template ប្រើប្រាស់ជាមួយនឹងការប្រើប្រាស់ជាមួយនឹងការ design ដោយផ្ទាល់យើងមក design ជាមួយនឹងបាទការ design ទៅលើប្រើប្រាស់ជាមួយនឹងពាក្យបញ្ជាឬក៏ prompt នឹងវិញបាទនេះគឺជាលក្ខណៈពិសេសហើយក៏ជាកន្លឹះមួយនៅក្នុងការ design របស់យើងនៅក្នុងកម្មវិធី Canva បាទអញ្ចឹងពេលនេះគឺយើងទទួលបានជាមួយនឹង logo បែបផ្សេងគ្នាប្លែកៗនៅក្នុងនេះគឺមានចំនួន 2-3 មកយើងអាចចូលទៅកែបាននៅក្នុងកម្មវិធី use Canva editor នេះមកយើងអាចចូលទៅកែបានអញ្ចឹងយើងអាចបដូរពណ៌ឬក៏យើងអាចបដូរជាមួយនឹង color ផ្សេងដើម្បីឲ្យមានពណ៌ដែលយើងចង់បដូរហ្នឹងទៅជាពណ៌ផ្សេងតាមអ្វីដែលយើងត្រូវការនេះគឺជាគេហៅថាជា magic មួយឬក៏ជាផ្នែកមួយដែលសំខាន់ដែលprompt យើងអាចជួយបាននៅក្នុងការ design អញ្ចឹងគ្រាន់តែត្រង់ទ្រាយឬក៏ទម្រង់បែបណាគឺតើតែយើងសាកនៅក្នុងការច្នៃប្រឌិតដោយខ្លួនឯងថាយើងចង់បានអីចង់បានជាមួយនឹងផ្នែកអ្វីខ្លះហើយយើងចង់ design ទៅលើអី
ប៉ុន្តែគាត់តែចងចាំថាការ design នីមួយៗនេះគឺវាជាផ្នែកសំខាន់ដែលយើងត្រូវការចងចាំបើសិនជាយើងចង់ design ទៅលើរូបភាពយើងចូលទៅក្នុង image ហើយបើយើងចង់ design ជាមួយនឹង document យើងចូលជាមួយ doc ហើយបើ code ចូលជាមួយនឹង code ហើយ code នេះគឺយើងចូលទៅ overall ផ្នែកសំខាន់ទៅបន្តមកទៀតគឺការ design ទៅលើ video clip អញ្ចឹងយើងចូលទៅយើងមាន video clip យើងឧទាហរណ៍ថាយើងចូលជាមួយនឹង video clip នេះយើងយកជាមួយនឹង ultra គឺកម្រិតភាពច្បាស់ហើយប្រភេទទ្រង់ទ្រាយនេះគឺយើងយកបែប cinematic aspect ratio របស់យើងយក 16:9 ជាលក្ខណៈផ្ដេកហើយ add ជាមួយ sound ខ្លះមកបើសិនជាមានហើយជាមួយនឹង family នេះគឺយើងយកជាមួយនឹងទ្រង់ទ្រាយយ៉ាងម៉េចដែរតើយកបែបចំហៀងបែបពីលើបែបclose up បែបគៀកឬក៏យ៉ាងម៉េចដែរអញ្ចឹងយើងយកបែប close up មក lighting របស់យើងនេះយើងយកបែបយ៉ាងម៉េចដែរគឺបែបភ្លឺខ្លាំងបែបភ្លឺសន្ទន់គឺក៏បែបនេះឯងអញ្ចឹងយើងសាកល្បង design make iPhone 17 Pro Max អញ្ចឹងទៅណោះតែមើលវាចេញមកយ៉ាងម៉េចដែរបាទ17 Pro Max អូខេតោះមកយើងចុច generate ទៅតើជាមើលលទ្ធផលក្នុងការ design video របស់យើងនឹងទៅជាយ៉ាងណាល្បឿនក្នុងការ design របស់យើងហើយអនុញ្ញាតឬក៏មិនអនុញ្ញាតគឺអាស្រ័យនៅលើ Canva ទេតើគេអនុញ្ញាតឲ្យយើងធ្វើការ design ជាមួយ video ខ្លីដែរទេហើយតើប្រវែងប្រមាណទំហំប៉ុណ្ណាដែរខ្លឹមសារនៅគេបង្ហាញមកដូចមិនដែរនេះគឺជាផ្នែកដែលសំខាន់នៅក្នុងការជួយយើងក្នុងការ design ជាមួយនឹង video ខ្លីៗនៅក្នុងកម្មវិធី Canva អញ្ចឹងយើងរងចាំមកលឿនឬយឺតអាស្រ័យទៅលើ speed internet របស់យើងហើយទ្រង់ទ្រាយយ៉ាងណាវានឹងបង្ហាញមកតាមអ្វីដែលយើងចង់បានឬក៏អត់គឺនៅក្នុងនេះឯងបាទអញ្ចឹងមានថាវីដេអូនេះគឺចង់បង្ហាញបងប្អូនឬក៏លោកគ្រូអ្នកគ្រូឬក៏គ្នាយើងដែលគាត់មានដំណងចង់ប្រើប្រាស់ជាមួយនឹងកម្មវិធី Canva AI នឹងហើយយើងអត់ដឹងពីគោលបំណងក្នុងការប្រើឲ្យចំលក្ខខណ្ឌឬក៏ប្រើឲ្យចំជាមួយនឹងប្រធានបទឬក៏ខ្លឹមសារដែលយើងត្រូវការប្រើប្រាស់ជាមួយនឹងកម្មវិធី Canva AI នេះអញ្ចឹងមានថា AI ជួយយើងនៅក្នុងការបង្កើតជួយជំរុញការងាររបស់យើងឲ្យកាន់តែលឿនឲ្យមានភាពងាយស្រួលហើយទទួលបានជាមួយនៅផ្នែកមួយចំនួនដែលយើងត្រូវការឥឡូវយើងសាក play មួយមកបាទយើងសាក play មកតើ iPhone 17យើងនេះចេញទៅជារបៀបណាបាទអញ្ចឹង style ដែលយើងបានបង្កើតមុនហ្នឹងគឺបែបនេះឯងណាបាទ style យើងបានបង្កើតមុនហ្នឹងគឺបែបនេះឯងតាមអ្វីដែលយើងបង្ហាញហ្នឹងគឺវីដេអូហ្នឹងគឺខ្លីទេអញ្ចឹងបើយើងចង់បន្ថែមទៀតយើងអាចចូលទៅក្នុងកម្មវិធី Canva Editor នេះមកយើងអាចបង្កើតទៅជាផ្នែកផ្សេងៗឬក៏អ្វីដែលយើងចង់បានឬក៏កែសម្រួលទៅតាមសំខាន់ផ្នែកសំខាន់ទៀតទៅតាមប្រធានបទឬក៏តាមគោលបំណងរបស់យើងបាទនេះគឺជាផ្នែកសំខាន់នៅក្នុងការប្រើប្រាស់ជាមួយនឹង tool Canva AI របស់យើងហើយយើងអាចធ្វើឲ្យបានខ្លះដូចខ្ញុំបានបញ្ជាក់ជូនពីខាងដើមអញ្ចឹងយើងអាចធ្វើជាមួយនឹងបាទការ design របស់យើងតាមរយៈ social media ការ design បែបកាតឬក៏ការ design ជាមួយនឹង image រូបភាពរបស់យើងហើយការ design មួយទៀតពាក់ព័ន្ធជាមួយនឹង document របស់យើងចង់ design បែបអីឧទាហរណ៍ថាខ្ញុំចង់សរសេររឿងខ្លីមួយបាទនេះ story នេះខ្ញុំដាក់ចំណងជើងបាទយើងសរសេរមក Tom and Jerry ណោះបាទ Tom and Jerry បាទអញ្ចឹងយើងសាកមកគេនឹងប្រកាសជាសរសេរជាមួយនឹងរឿងខ្លីៗរបស់យើងពាក់ព័ន្ធជាមួយនឹង Tom and Jerry ហើយសាច់រឿងយ៉ាងណាតើតែយើងរៀបចំតួថាតួហ្នឹងឲ្យធ្វើអីបាទប្រធានបទរបស់យើងចង់ឲ្យគាត់តួហ្នឹងគឺរឿងកំ pl ែងបែប Tom Jerry តើចង់ឲ្យឆ្មាហ្នឹងវគ្គហ្នឹងគឺឆ្មាសំទោសគឺឆ្មាហ្នឹងគឺគាត់និយាយអំពីអីហើយយើងអាចយកសាច់រឿងហ្នឹងយកមកប្រើបានបាទឬក៏ឥឡូវយើងសាកសរសេរខ្មែរវិញណោះបាទសុំរឿងឆ្មានិងកណ្ដុរមកជាមួយចេញខ្មែរអត់ឆ្មានិងកណ្ដុរកណ្ដុរអត់មានរមិនមែនលទេបាទកណ្ដុរតោះឥឡូវជាមួយចេញខ្មែរដែរអត់អញ្ចឹងនេះគឺជាអ្វីដែលយើងស្នើសុំឲ្យ Canva ជួយបាទនេះគឺជាសាច់រឿងមួយគឺឆ្មានិងកណ្ដុរបាទមានប្រមាណដែរបាទនៅក្នុងផ្ទះតូចមួយនៅក្នុងភូមិមានឆ្មាឈ្មោះថាតុំហើយនឹងកណ្ដុរមួយមានឈ្មោះថា Jerry បាទស្គាល់ Tom Jerry ទៀតណោះបាទពួកគេនៅជាមួយគ្នាបាទឆ្មាកណ្ដុរនៅជាមួយគ្នាបាទរឿងចម្លែកហើយបាទពីរអ្នកហ្នឹងគឺអត់ត្រូវគ្នាទេអត់តែឃើញបាទគាត់ជារត់ប្រផាត់ចាប់ប្រភេញពេញស្រុកពេញទេសហើយឥឡូវវាមកនៅជាមួយគ្នាវាជារឿងចម្លែកមួយដែរជារៀងរាល់ថ្ងៃគឺតែងតែប្រកួតគ្នាបាទដូចជាភាពស្និទ្ធស្នាលមិនអាចបែកចេញគ្នាបានទេព្រឹកមួយមានពលឺ
លឺប្រតិទចូលតាមប្រអួចបាទមានសាច់រឿងមកគេត្រឹមត្រូវเนาะបាទ Cherry បានលោតចេញតាមរន្ធតូចមួយដោយមានក្លិនឈ្ងុយនៃ cheese បាទ cheese cheese ស្រុកយើងក៏មាន cheese ដែរเนาะបាទ cheese របស់យើងដូចជាបោះហុកឬអីហ្នឹងអូខេនេះគឺជាសាច់រឿងឆ្មានឹងកណ្ដុររបស់យើងអញ្ចឹងយើងអាច design សាច់រឿងរបស់យើងផ្សេងៗទៀតដាក់បន្ថែមជាមួយរូបភាពទៅយើងបង្កើតវាទៅជា document ហើយយើង design វាទៅជារូបភាពបន្ថែមរូបឆ្មាបន្ថែមរូបផ្ទះបន្ថែមរូបអីមកយើងអាចតែងជារឿងខ្លីៗបានដើម្បីឲ្យជាលក្ខណៈជួយសម្រួលនៅក្នុងការ design របស់យើងហើយយើងអាចបំលែងទៅជាវីដេអូខ្លីៗបានតែទៅទៀតនៅនោះតាមអ្វីដែលគោលបំណងរបស់យើងចង់បង្កើតបាទនេះគឺជា power of Canva AI ឬក៏ជាគន្លឹះសំខាន់ឬក៏ផ្នែកសំខាន់ដែល AI ជួយយើងនៅក្នុងកម្មវិធី Canva បាទអរគុណច្រើនចឹងសាកល្បងចូលទៅអនុវត្តរបស់គ្នាទៅថាយើងអាចធ្វើបានខ្លះភាសាអង់គ្លេសមិនជាបញ្ហាទេយើងអាចបកប្រែតាម Google Translate ឬក៏ផ្នែកផ្សេងៗទៀតលោកគ្រូជឿថាបងប្អូនឬក៏អ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងរឿងខ្លីៗឬក៏ភាសាអង់គ្លេសទូទៅទេមិនជាជ្រៅអីទេយើងអាចប្រើបានតាមរយៈកម្មវិធី Canva AI ដើម្បីជួយយើងអរគុណច្រើនយើងនឹងជួបគ្នាក្នុងវីដេអូកន្លឹះផ្សេងៗទៀតពាក់ព័ន្ធជាមួយនឹង AI អរគុណច្រើន